សូមឲ្យបងប្អូនអ្នកនយោបាយមួយចំនួនគិតពីប្រយោជន៍ជាតិផងរដ្ឋាភិបាលធ្វើនេះដើម្បីជាតិយើងទាំងមូលណាដើម្បីបូរណភាពទឹកដីរបស់យើងចង់ឈ្នះក្តីដោយមិនបង្ហូរឈាមនៅលើសមរភូមិបានជាយើងប្តឹងទៅ ICJ ទុកឱកាសឲ្យមន្ត្រីរបស់យើងជាតិរបស់យើងធ្វើកិច្ចការងារនេះដោយទទួលខុសត្រូវដើម្បីប្រមូលផ្ដុំគ្នាការពារផលប្រយោជន៍ស្របច្បាប់របស់យើងផងផលប្រយោជន៍នយោបាយរបស់អស់លោកកុំគៀគ្រប់ពេលពេកបង្កើតនៅភាពសពេចសពិលបែកបាក់ជាតិទីក្រុងរបស់យើងសូមឲ្យរួមគ្នាដើម្បីហើយខ្ញុំសូមសរសើរអ្នកដែលរិះគន់មួយចំនួនគាត់ដឹងពេលវេលានេះប្អូនមួយស្អីសុធាឈិនទៅនោះវិភាគជេរប៉ុន្តែដល់ពេលយើងធ្វើសកម្មភាពត្រឹមត្រូវគេចេញមកទទួលស្គាល់ដែរនេះជាគំរូបែរជាអ្នកនយោបាយចាស់ភាសាអាយុ80ឆ្នាំប្រហែលថ្ងៃទៀតប្រហែលខែទៀតទៅជាប្រកាន់ចំហបែបនេះវាយតែគ្នាឯងទៅវិញនេះគឺជាការពិតសូមសរសើរក្មេងៗបាទដែលមានស្មារតីជាតិនិយមស្មារតីទទួលស្គាល់ការពិតខុសដឹងខុសត្រូវដឹងពេលវេលាយើងមិនហាមឃាត់ទេមិនមែនឲ្យមកគ្រប់គ្រងទាំងអស់ទេប៉ុន្តែអាចនៅស្ងៀមក៏គ្មានពីណាថាកោដែរពេលខ្លះដើម្បីរក្សាគំនិតនិងទឹកចិត្តរួមរបស់យើងតែហ៊ានចិត្តផ្ទុះអាវុធហើយត្រៀមការពារបើសិនជាមានការឈ្លានពានទៅដល់លេនដ្ឋានជួរមុខហើយខ្វះខាតលើសខ្វះអីទិញទួចប្រមូលផ្ដុំគ្នាទៅកុំឲ្យមានការរាយចិត្តនៅក្នុងការពារទឹកដីវាធ្វើឲ្យស្លាប់របួសបើយើងមិនប្រមូលផ្ដុំគ្នាផ្ទុះអាវុធភាគីមកខាងគេមិនអាណិតយើងទេគេនៅតែបាញ់យើងដដែលនិយាយឲ្យច្បាស់ចឹងមកទៅម៉ោងស្មើនេះតាហ៊ានចេញច្បាំងតាហ៊ានត្រៀមច្បាំងដើម្បីការពារបូរណភាពទឹកដីត្រូវមានការទុកចិត្តជាមួយគ្នាទឹកចិត្តធំណាស់សាមគ្គីឯកភាពជាតិលើសខ្វះត្រីងៀតលើសខ្វះមីលើសខ្វះស្អីចាំនិយាយគ្នាក្រោយក្រសួងការពារជាតិខិតខំធានាផ្គត់ផ្គង់គ្រប់បែបយ៉ាងកន្លែងខ្លះវាមិនបានល្អដោយកន្លែងខ្លះទេនៅលេនដ្ឋាននៅទីបញ្ជាការក្រោយវាបានល្អជាងនៅលេនដ្ឋានជួរមុខដែលយើងទិបនឹងបញ្ជូនកម្លាំងទៅមានតតង់ទិបជីកលេនដ្ឋានអាហាវាមិនងាយស្រួលទេអញ្ចឹងសូមកុំឲ្យរឿងលើសខ្វះបន្តិចបន្តួចយកមកជារឿងមើលបំណាំគ្នានៅពេលដែលហានិភ័យធំបំផុតគឺអាយុជីវិតរបស់កងទ័ពរបស់យើងភាពជោគជ័យរបស់កងទ័ពរបស់យើងនៅក្នុងការការពារទឹកដីអញ្ចឹងខ្ញុំសូមឲ្យបងប្អូនបាទទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរពិតប្រាកដបើថាមិនបាច់ចាំគាំទ្ររដ្ឋាភិបាលនោះទេសូមកុំចេញសារឬមួយធ្វើសកម្មភាពណាវាយបំបាក់នៅស្មារតីសាមគ្គីឯកភាពជាតិរបស់យើងនៅពីក្រោយកងទ័ពរបស់យើងហើយជាពិសេសកុំវាយបំបាក់សតិអារម្មណ៍កងទ័ពជួរមុខរបស់យើងឲ្យសោះនេះគឺសូមឲ្យរួមគ្នាបែបនេះ